លោកគ្រូខ្ញុំឈ្មោះអឿនអៀងខ្ញុំមកពីក្រុម assignment ទី5ដែលនិយាយអំពី introduction and configuring Azure Data Factory and Analytics មានគ្នាចំនួន4នាក់ដែលទី1ឈ្មោះបានឯករាជ្យទី2ដឹងលីយ័នទី3សុកចម្រើនហើយនិងទី4ខ្ញុំផ្ទាល់គឺអឿនអៀងហើយចំណុចបន្ទាប់យើងនិយាយអំពីមេតិកានៅក្នុងនេះដែរយើងចែកចេញពីមេតិកាធំហើយនៅក្នុងមេតិកាធំមួយមេតិកាហ្នឹងយើងមាន6ចំណុចតាមពិតទៅនៅក្នុងមួយ introduction ហ្នឹងមានច្រើនចំណុចប៉ុន្តែខ្ញុំសូមរើសយកចំណុចសំខាន់ដែលយកមកធ្វើបទបង្ហាញជូនលោកគ្រូចំពោះ introduction ទី1 introduction and configuring data factory ខ្ញុំយក6ចំណុចដែលទី1មានដូចជា introduction what are we doing what is data analyst how Azure data factory work ហើយនឹងwhen to use Azure data factory ហើយនឹងចុងបញ្ចប់ summary ហើយចំពោះ introduction ទី2គឺ introduction and configure Azure stream analyst ដែលមាន6ចំណុចដែលមាន5ចំណុចទី1 introduction ហើយទី2 understand data stream ទី3 Azure stream analyst job and cluster ហើយនឹងទី4 input and output ទី5 understand window function ឥឡូវយើងចូលចំណុចទី1ដែលនិយាយអំពី introduction and configuring data factory ចំណុចទី1 introduction and configure Azure data factory 1 introduction អង្គការជាច្រើនធ្វើការជាមួយនឹងទិន្នន័យយ៉ាងច្រើនទិន្នន័យដ៏ធំនេះច្រើនតែអាចឆៅមិនរៀបចំនិងរក្សាទុកក្នុងទីតាំងជាច្រើនដូចជាទំនាក់ទំនងមិនតាក់ទងនឹងប្រព័ន្ធផ្ទុកផ្សេងទៀតបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់អង្គការទាំងនេះគឺជាការនាំយកសណ្ដាប់ធ្នាប់នៅក្នុងទិន្នន័យដ៏ធំនេះហើយកែលម្អវាទៅជាការយល់ដឹងអំពីអាជីវកម្មដែលធ្វើសកម្មភាពបាន Microsoft Azure Data Factory គឺជាសេវាកម្ម Cloud ដែលបានគ្រប់គ្រងដែលអ្នកអាចប្រើដើម្បីបង្កើតការយល់ដឹងអំពីអាជីវកម្មដែលអាចដំណើរការបានពីទិន្នន័យដែលមិនបានរៀបចំរបស់អ្នកវាអាចជួយអ្នកក្នុងការគ្រប់គ្រងការទាញយកកូនកាត់ស្មុគស្មាញការកំ pl និងការផ្ទុក ETL ការទាញយកផ្ទុកផ្លាស់ប្ដូរនិងគម្រោងរួមបញ្ចូលទិន្នន័យចំណុចទី2និយាយអំពី what are we doing ចំណុចនេះនៅក្នុង model នេះអ្នករកឃើញពីរបៀបដែល Azure Data Factory រៀបចំទិន្នន័យធំរបស់អ្នកវាតម្លៃថាតើ Azure Factory អាចជួយអ្នកក្នុងការរួមបញ្ចូលប្រភពទិន្នន័យរបស់អ្នកដែរឬទេអ្នកក៏រៀនអំពីរបៀបដែល Azure Data Factory អាចបញ្ចូលទិន្នន័យក្នុងបរិវេណពហុ Cloud និង Software ជាសេវាកម្មSaaS ប្រភពទិន្នន័យចំពោះចំណុចលេខ3យើងនិយាយអំពី what is data analyst data analyst គឺជាដំណើរការនៃការប្រមូលផ្ដុំទិន្នន័យនិងពិនិត្យមើលវាដើម្បីទាញសេចក្តីសន្និដ្ឋានពីវាដំណើរការនេះអាចពិបាកប្រសិនបើទិន្នន័យស្ថិតនៅក្នុងទីតាំងច្រើនដូចជាមូលដ្ឋានទិន្នន័យដែលបានបង្ហោះនឹងទីតាំងក្នុងបរិវេណAzure ផ្ដល់នៅបច្ចេកវិទ្យាជាច្រើនដែលអ្នកអាចអនុវត្តដើម្បីជួយក្នុងការវិភាគទិន្នន័យរបស់ស្ថាប័នអ្នករួមមានទី1ការវិភាគ Azure Synapse ទី2ការផ្ទុក Azure Blob ទី3ការផ្ទុកទិន្នន័យបឹង Azure ទី4 Azure Data Lake Analyst ហើយទី5សេវាកម្មវិភាគ Azure ទី6 Azure HD Insight ទី7 Azure Databricks ទី8ការរៀបចំម៉ាស៊ីន Azure ជាបន្ទាប់អ្នកអាចប្រើសេវាកម្មទាំងនេះមួយចំនួនឬទាំងអស់តាមតម្រូវការដើម្បីវិភាគទិន្នន័យរបស់ស្ថាប័នអ្នកទោះយ៉ាងណាក៏ដោយគ្មានសេវាទាំងនេះណាដែលអាចទាក់ទងទៅនឹងការរួមបញ្ចូលទិន្នន័យទេ
ការរួមបញ្ចូលទិន្នន័យអនុញ្ញាតឲ្យអ្នកប្រមូលទិន្នន័យពីប្រភពជាច្រើនបន្ទាប់មកផ្ទុកទិន្នន័យរួមបញ្ចូលគ្នានេះទៅកាន់ទីតាំងដែលសមរម្យសម្រាប់ការវិភាគទិន្នន័យបើចាំបាច់អ្នកអាចបំលែងទិន្នន័យក្នុងកំឡុងពេលដំណើរការនេះទៅទោះបីជាអ្នកអនុវត្តភារកិច្ចទាំងនេះដោយដៃក៏ដោយអ្នកអាចពិចារណាប្រើ Azure Data Factory បានចំណុចខ្ញុំមានតែប៉ុណ្្នឹងឯងជាបន្ទាប់ខ្ញុំសូមឲ្យមិត្តភ័ក្ដិខ្ញុំ present បន្តសួស្តីលោកគ្រូខ្ញុំឈ្មោះចម្រើនបន្តធ្វើការបត់បង្ហាញរបៀបដែលចំណុចទី4របៀបដែល Azure Data Factory ដំណើរការនៅទីនេះអ្នករៀនអំពីសមាសធាតុនិងប្រព័ន្ធទំនាក់ទំនងអន្តរកម្មរបស់ Azure Data Factory និងរបៀបដែលពួកវាដំណើរការចំណេះដឹងនេះគួរតែជួយអ្នកក្នុងការកំណត់ពីរបៀបដែលអ្នកអាចប្រើប្រាស់ Azure Data Factory បានល្អបំផុតដើម្បីបំពេញតាមតម្រូវការរបស់ស្ថាប័នអ្នក Azure Data Factory គឺជាបណ្ដុំនៃប្រព័ន្ធអន្តរទំនាក់ទំនងដែលរួមបញ្ចូលគ្នាដើម្បីផ្ដល់នូវវេទិកាទិន្នន័យពីចុងដល់ចប់នៅក្នុងអង្គភាពនេះអ្នកនឹងរៀនអំពីមុខងារ Azure Data Factory ដូចខាងក្រោមមានភ្ជាប់និងប្រមូលផ្លាស់ប្ដូរនិងបង្កើនការចូលរួមនិងការបែងចែកជាបន្តបន្ទាប់និងការបោះពុម្ពផ្សាយការត្រួតពិនិត្យអ្នកក៏រៀនអំពីសមាសធាតុសំខាន់ទាំងនេះនៃ Azure Data Factory ដូចជាបំពង់សកម្មភាពសំណុំទិន្នន័យសេវាកម្មភ្ជាប់លំហូរទិន្នន័យរយៈពេលនៃការរួមបញ្ចូលចំណុចបន្ទាប់ចំណុចទី5នៅពេលណាអ្នកត្រូវប្រើ Azure Data Factory នៅក្នុងអង្គភាពនេះយើងនឹងពិភាក្សាអំពីរបៀបកំណត់ថាតើ Azure Data Factory គឺជាដំណោះស្រាយសមសហរណកម្មទិន្នន័យសមរម្យសម្រាប់អង្គភាពរបស់អ្នកយើងវាយតម្លៃរោងចក្រទិន្នន័យ Azure ប្រឆាំងនឹងលក្ខណៈវិនិច្ឆ័យដូចខាងក្រោមតម្រូវការសម្រាប់ការចូលរួមបញ្ចូលទិន្នន័យធនធានសរសេរកូដការគាំទ្រសម្រាប់ប្រភពទិន្នន័យច្រើនហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេសូមចំណុចបន្ទាប់ចំណុចទី6ការសង្ខេបឡើងវិញសរុបមកសូមពិចារណា Azure Data Factory នៅពេលអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យមួយឬច្រើនខាងក្រោមវិស្វករទិន្នន័យរបស់អ្នកខ្វះពេលវេលាចាំបាច់ដើម្បីបង្កើតនូវកូដដើម្បីអនុវត្តកិច្ចការវិភាគទិន្នន័យអ្នកមានប្រភពទិន្នន័យជាច្រើននៅក្នុងទីផ្សារផ្សេងគ្នាអ្នកចង់ទាញយកអត្ថប្រយោជន៍ពីដំណោះស្រាយនៅលើ Cloud ដែលមានការគ្រប់គ្រងពេញលេញអញ្ចឹងចំណុចរបស់ខ្ញុំសូមបញ្ចប់សូមធ្វើបន្តទៅក្រុម team របស់ខ្ញុំបន្ថែមទៀតជំរាបសួរលោកគ្រូខ្ញុំឈ្មោះបានឯករាជ្យខ្ញុំថ្ងៃនេះខ្ញុំនិយាយអំពីចំណុចទី2 Introduction and Configure Azure Stream Analytics ចំណុចទី1គឺ Introduction នៅសប្តាហ៍ហ្នឹងយើងឃើញថាមានទិន្នន័យនិងពេលវេលាច្រើនទៀតដែលបង្កើតដោយឧបករណ៍ IoT និងប្រព័ន្ធផ្សេងទៀតទិន្នន័យនេះមានតម្លៃខ្ពស់បើសិនជាយើងអាចដំណើរការនិងយល់ពីវានៅក្នុងពេលចិត្តហើយនឹងពិតជាឧទាហរណ៍ដូចជាការវិភាគទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើហាងអនឡាញឬក៏ការពិនិត្យសកម្មភាពកោតឥណទានក្នុងពេលវេលាពិតដើម្បីបង្ការការក្លែងបន្លំ Azure Stream Analytics គឺជាសេវាដែល Microsoft ផ្ដល់ឲ្យយើងដើម្បីបង្កើតទិន្នន័យជាប់ stream នៅក្នុងពេលពិតដោយងាយស្រួលតាមរយៈពពកឬក៏ cloud វាអាចជួយយើងឲ្យយើងនឹងវិភាគហើយធ្វើសកម្មភាពដោយស្វ័យប្រវត្តិតាមលទ្ធផលឥឡូវនេះគឺចំណុចទី2 understand data stream ឬក៏ដើម្បីយល់អំពី data stream គឺជាសេរីនៃព្រឹត្តិការណ៍ទិន្នន័យដែលកើតឡើងបន្តដូចជាសារដែលយើងបញ្ជូនទៅសង្គមអនឡាញឬទិន្នន័យពីឧបករណ៍ចាប់សញ្ញាអាកាសធាតុការយល់ដឹងអំពី data stream អាចជួយឲ្យយើងក្នុងការវិភាគទិន្នន័យឬក៏នីតិកាធ្វើឲ្យការទូទាយនិងសកម្មភាព
តាមពេលពិតឬក៏ពេលឥឡូវហ្នឹងជាឧទាហរណ៍ស្ថាប័នដែលអាចប្រើ stream analytics ដើម្បីតាមដានសកម្មភាពអតិថិជននៅលើសង្គមអនឡាញឬក៏អាជីវកម្មកសិកម្មដែលអាចវាស់វែងអាកាសធាតុដើម្បីបង្កើនផលិតភាពគោលបំណងរួមនៃ stream analytics គឺទី1ដើម្បីរាយការណ៍បញ្ហាផ្សេងទី2វិភាគលើអរិយាប័ត្រប្រព័ន្ធទី3បង្កើតការជូនដំណឹងឬសកម្មភាពពេលមានព្រឹត្តិការណ៍កើតឡើងទី3 Azure Stream Analytics Job and Cluster ការប្រើប្រាស់ ASA យ៉ាងងាយស្រួលគឺត្រូវបង្កើត job នៅក្នុង Azure ASA job មាន3ដំណាក់កាលដូចជាការបញ្ចូលទិន្នន័យដំណើរការនិងនាំចេញលទ្ធផលSQL ចូលរួមសំខាន់នៅក្នុងការសរសេរ query ដើម្បីដំណើរការទិន្នន័យចំពោះក្រុមហ៊ុនដែលមានទិន្នន័យច្រើន ASA ក៏ផ្ដល់ជម្រើសក្នុងការបង្កើត cluster ដើម្បីចែកផ្ទុកការងារនិងបន្ថែមសមត្ថភាពហើយវាជួយចែកចាយដំណើរការទិន្នន័យឲ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពជាងមុនបាទឥឡូវខ្ញុំចប់ហើយខ្ញុំផ្ដល់សមត្ថភាពឲ្យមិត្តភក្តិខ្ញុំបន្តពីខ្ញុំបាទជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះតឹងលីយ៉នឡើងមកបកស្រាយបន្តពីឯករាជ្យនៅចំណុចទី4គឺ input where data come from Azure Stream Analytics យកទិន្នន័យ in real time ពីប្រភពផ្សេងដូចជា Azure Event Hub គឺប្រើសម្រាប់ high speed data ដែលយកទិន្នន័យពី app ឬក៏ device ទៅដល់ចំណុចទី2 Azure IoT Hub គឺសម្រាប់ data ចេញពី IoT device IoT device ហ្នឹងគឺ device ណាដែលមាន connection ទៅ internet ចូលចំណុចបន្ទាប់គឺ Azure Blob Storage គឺប្រើសម្រាប់ read file ដូចជា log ឬក៏ data file ចំណុចមួយទៀតគឺ Azure Data Lake Storage Gen 2គឺប្រើសម្រាប់ big data storage ទាំងអស់នេះត្រូវបានប្រើដើម្បីចាក់ផ្សាយទិន្នន័យផ្ទាល់គឺ live stream data ឧទាហរណ៍ដូចជាការអានអាកាសអានសីតុណ្ហភាពឬចាប់សញ្ញា sensor ចូលដល់ចំណុចបន្ទាប់គឺ output where data process goes តើ input យើងយក data មកហើយតបមកយើងយក data ទៅណាតបវា process ហើយបន្ទាប់ពី stream analytics ដំណើរការទិន្នន័យវាផ្ញើទិន្នន័យទៅទី1គឺ storage គឺ save ទុកទិន្នន័យជាឯកសារឬនៅក្នុង database ទី2គឺ Power BI បង្ហាញ dashboard live ជាក់ស្ដែងផ្ទាល់និង visual report មួយទៀតគឺ Event Hub គឺចាប់ផ្ដើមសកម្មភាពឬ alert ផ្សេងៗទៀតនៅក្នុងពេលវេលាជាក់ស្ដែងណាមួយតបមកយើងចូលដល់ចំណុចទី5គឺ understanding window function grouping data by time អញ្ចឹងដើម្បីវិភាគទិន្នន័យតាមរយៈពេលវេលាគឺយើងប្រើម៉ោង Stream Analytics ប្រើ window time based block ដើម្បីដាក់ទិន្នន័យជាក្រុម window time based block ហ្នឹងគឺចន្លោះពេលឧទាហរណ៍ដូចយើងប្រើរយៈពេល5នាទីអញ្ចឹងក្នុងរំលងពេល5នាទីហ្នឹងវានឹងចាប់ដើមទាញយកទិន្នន័យពីនាទី0ដល់នាទីទី5អញ្ចឹងរយៈពេល5នាទីហ្នឹងឯងគឺជា window block តោះឥឡូវមកមើល function window គឺមាន5 function ទី1គឺ sampling fixed block of time ចន្លោះពេលជាក់លាក់ឧទាហរណ៍រាប់ទិន្នន័យដល់ពេល5នាទីម្ដងហើយវាអត់មាន overlapping ទេអញ្ចឹងបើយើងចាប់ផ្ដើមរៀបរាប់ឲ្យវាទាញយកទិន្នន័យនៅម៉ោង1អញ្ចឹងដល់ម៉ោង1 5នាទីវានឹងបញ្ចប់ហើយនៅពេលបញ្ចប់វាចូល window ទី2បន្តទៀតពីម៉ោង1 5នាទីដល់ម៉ោង1 10នាទីតរហូតចូលដល់ function ទី2គឺ hopping គឺដូចនឹង function ទី1 sampling ដែរតែតោះត្រង់អាច overlap បានឧទាហរណ៍នៅក្នុងចន្លោះ window 5នាទីយើងឲ្យវាចាប់ផ្ដើម window ថ្មីរាល់1នាទីម្ដងអញ្ចឹងបើយើងចាប់ផ្ដើម window ទី1នៅម៉ោង1ដល់ម៉ោង1 5នាទីអញ្ចឹង window ទី2យើងគឺចាប់ផ្ដើមនៅម៉ោង1 1នាទីដល់ម៉ោង1 6នាទី
គឺ1នាទីចាប់ដើម Windows ថ្មីអត់ដូចទី1ទេ Trampoline ទី1គឺតតែជាប់បានចាប់ដើម Windows ថ្មីអញ្ចឹងយើងចូលដល់ចំណុចទី3 function ទី3គឺ sliding window window ដែលរំកិលរាល់ពេលទៅតាមព្រឹត្តិការណ៍ event ដើម្បីឆ្លុះបញ្ចាំងពីទិន្នន័យថ្មីៗបំផុតជានិច្ចអញ្ចឹងឧទាហរណ៍បើសិនបើ sliding window មានចន្លោះពេល5នាទីហើយបើមាន event ណាមួយដែលចាប់ផ្ដើមនៅម៉ោង2នោះ window block ហ្នឹងនឹងចាប់ផ្ដើមចាប់យក data ពីម៉ោង2ដល់ម៉ោង2 5នាទីបញ្ជាក់ត្រង់ function sliding នេះគឺវាអត់ដំណើរការទៅតាមម៉ោងតនិចនាឡិកាទេគឺវាអាស្រ័យទៅលើ event ចាប់ផ្ដើមម៉ោងណាគឺវាចាប់ផ្ដើមម៉ោងហ្នឹងដែរអញ្ចឹងទៅដល់ function ទី4គឺ session គឺប្រើសម្រាប់ដាក់ជាក្រុមនៅព្រឹត្តិការណ៍ដែលកើតឡើងនៅជិតៗគ្នាក្នុងចន្លោះពេលកំណត់ឧទាហរណ៍ Windows time out បន្ទាប់ពីអត់មាន activity ជារយៈពេល10នាទីអញ្ចឹងបើ10នាទីហ្នឹងបើយើងអត់បាន click mouse ឬក៏អត់បាន scroll mouse អីទេគឺវានឹងចូល Windows time out អញ្ចឹងនៅក្នុងមួយ session ហ្នឹងគឺមានតែ10នាទីទេតែបើយើងចុចបន្តរហូត2-3នាទីយើងចុចម្ដង2-3នាទីចុចម្ដងអាហ្នឹងយើងអត់ចប់ session ទី1ទេព្រោះតាណាតែយើងអត់ active បណ្ដោយរយៈពេល10នាទីហើយបន្ទាប់ពីហ្នឹងវាចូល session ថ្មីនៅពេលយើងចាប់ដើមធ្វើការបន្តវាល្អសម្រាប់ប្រើប្រាស់ដើម្បីតាមដាន user ដែលគាត់ចូលចិត្ត shopping ពីអីខ្លះចូលដល់ចំណុចទី5គឺ snapshot គឺជាការចាប់យកទិន្នន័យនៅពេលដែលមានលក្ខខណ្ឌឬព្រឹត្តិការណ៍មួយដែលបានកើតឡើងជាក់លាក់គឺលុះត្រាណាដែលចូលដល់លក្ខខណ្ឌហ្នឹងទៅ function ហ្នឹងដំណើរការអញ្ចឹងឧទាហរណ៍បើសិនបើសីតុណ្ហភាព laptop យើងវាឡើងដល់70អង្សាសេឬក៏ខ្ពស់ជាងហ្នឹងវានឹងចាប់ផ្ដើមបង្ហាញទិន្នន័យមកឲ្យយើងថា program ណាដែលបង្កឲ្យវាឡើងកម្ដៅឬក៏មកពីអីវាល្អសម្រាប់ប្រើជា alert កុំឲ្យការពារជៀសវាងមានបញ្ហាការបោះស្រាយរបស់ខ្ញុំនិងក្រុមខ្ញុំគឺបានត្រូវជាប់ត្រឹមហ្នឹងអរគុណលោកគ្រូដែលបានចំណាយពេលស្ដាប់ការបោះស្រាយរបស់ក្រុមរបស់ខ្ញុំនិងសូមអភ័យទោសដល់លោកគ្រូចំពោះខ្ញុំនិងសុខចម្រើនដោយដែលថតរបស់ពួកខ្ញុំអត់មាន webcam